គ្រប់ជំរាបសួរបងប្អូនមិត្តជាងអរគ្នាបានថ្ងៃនេះដែរយើងបានធ្វើវីដេអូតាមសំណពរបងប្រុសដែលគាត់សំណពរឲ្យយើងធ្វើទៅលើ Samsung A51 ពាក់ព័ន្ធទៅលើប្រព័ន្ធសារហើយ Samsung A51 នេះប្រភេទ 4G បងប្អូនបាទនេះខ្ញុំអត់មានម៉ាស៊ីនសម្រាប់បង្ហាញគាត់អញ្ចឹងណាអញ្ចឹងខ្ញុំមានតែការបង្ហាញទៅលើសៀមាជូនគាត់អញ្ចឹងបាទអានេះយើងចាប់ផ្ដើមបើកគេបាទនេះជាប្រភេទ board របស់ Samsung A51 ហ្នឹងបាទហើយរបៀបមើលថាវាសាកថ្មភ្លើងសាក 5V ចេញពីគូតសាកមកមិនមកបងប្អូនមើលកន្លែងចំណុចពណ៌ក្រហមដែលជាប់មួយស្នាប់អេក្រង់នេះជាខាងឆ្វេងនេះបាទពណ៌ក្រហមហ្នឹងវារត់ឆ្លងកាត់ពីគូតសាកមកដល់តំណឹងបាទបើសិនជាយើងវាស់ពីគូតសាកមកដល់តំណឹងមាន 5V ហើយយើងតាមមើលទៀតតាមមើលមកនេះEC ចលងភ្លើង 5V នេះណាអញ្ចឹងបើថាជាវាចលងមកក្បាលកង់ដងមកខាងនោះហើយអញ្ចឹងវាមានហើយអញ្ចឹងយើងតាមមើលរហូតបាទតាមខ្សែបន្ទាត់ពណ៌ក្រហមហ្នឹងថាភ្លើង 5V ហ្នឹងវារត់ចូលក្នុង EC សារហ្នឹងអត់បើឃើញថាមានចូលមកដល់ចំណុចនេះហើយពណ៌ក្រហមនេះហើយបងប្អូនក៏លេខមកមើលនេះL នេះcontrol ភ្លើង 3V ជាងបាទបើសិនជាយើងវាស់លើ L សងខាងមានធម្មតាយើងមើលទៅលើខ្សែបាក់តេរីវាទៀតខ្សែបាក់តេរីវានេះតើវាមានភ្លើង 3V ជាងឬ 1V 2V ជាងរត់មកជើងស្នាប់ជើងបោកបោះជើងថ្មនៅបាទបើមានគ្រប់គ្រាន់ហើយគឺថាអូខេបើសិនជាមានដាច់ចំណុចណាគឺបងប្អូនអាចពិនិត្យមើលតាមហ្នឹងទៅវាបាត់តាណាបងប្អូនធ្វើតំណងទៅបានអានេះជាវាធ្វើងាយគឺយើងមើលតាមសៀមាបែបហ្នឹងបងប្អូនបាទហើយអធិស្ឋានបើសិនជាការនិយាយស្ដីទៅវាខុសឆ្គងចំណុចណាមួយខុសសូមបងប្អូនអភ័យទោសផងបាទដោយសារខ្ញុំជាមិនប្រសពនិយាយខាងសម្រាយអញ្ចឹងទេបាទប៉ុន្តែរបៀបក្នុងការធ្វើរបស់ខ្ញុំគឺធ្វើបែបនេះមើលភ្លើង 5V មានគ្រប់អត់បាទហើយភ្លើង 3V ជាងភ្លើងចិញ្ចឹមមកទៅ EC មាននៅភ្លើងចេញពី EC មកឲ្យថ្មមាននៅអីអញ្ចឹងណាបើចូលទៅ EC មានហើយចេញមកជើងថ្មមានអញ្ចឹងយើងដូរ EC ចេញទៅបាទអរគុណបាទ